2 គីឡូក្រាមកម្ពស់ 1.75 ម៉ែត្រធ្លាប់ប្រកួតបានចំនួន300 ដងឈ្នះ260 ដងចាញ់35 ដងនិងស្មើ5 ដង The red corner 30 years old weight 72 kilogram weight 1.75 meters fire records 300 times win 260 loss 35 draw 5 ladies and gentlemen please welcome as the blue corner 21 years old weight 22 kilogram weight 1.80 meters fire records win 35 loss 15 no draw ladies and gentlemen please welcome Wilsonបន្តិចថាចង់ឃើញថ្ងៃណាមួយប៊ូខាវវាយជាមួយនឹងកីឡាករនៃប្រជាណាចក្រកម្ពុជាយើងទេបាទចឹងសូមទះដៃអបអរសាទរខ្លាំងៗទាំងអស់គ្នាឡើងមួយបាទសូមអរគុណloses 35 5 draws and the victory and 100 victory by winning knockout. This player come from Thailand, Bukhaw Benchamek. ប៊ូខាវមិនតាន់ស្វែងអង្គមគ្រូចប់នៅឡើងនោះទេបាទការស្វែងអង្គមគ្រូរបស់គេគឺចិត្តចង់ណាស់មិនឲ្យខុសចង្វាក់បន្តិចទេបាទដូច្នេះហើយទើបប៊ូខាវទទួលបានជោគជ័យបាទសម្រាប់ក៏សូមជម្រាបជូនប្រិយមិត្តទូទាំងសិស្សជនដែលបានជ្រាបផងដែរថាកម្មវិធីប្រដាល់រាជបុត្រនៃអាណាចក្រខ្មែរនេះគឺជាការបើកទំព័រនៃកម្មវិធីគឺរៀបចំនៅថ្ងៃពុធក៏ប៉ុន្តែចាប់ពីសប្តាហ៍គឺមានន័យថាខែក្រោយគឺនឹងចាប់ផ្ដើមធ្វើនៅរៀងរាល់ចុងខែបាទមានន័យថាសប្តាហ៍ថ្ងៃសុក្រចុងខែគឺនៅខែក្រោយនេះគឺនៅថ្ងៃទី26ខែមេសានឹងមានការប្រកួតខ្មែរ Fighter ម្ដងទៀតជារៀងរាល់ខែ
ហើយជំរាបជូនថាកីឡាកររបស់កម្ពុជា3រូបនឹងបង្ហាញខ្លួនទៀតបាទគឺកីឡាករអែមក្លឹមខ្មៅកីឡាករឡុងសុភីនិងកែវរំចង់ក៏ប៉ុន្តែដៃគូប្រកួតរបស់កីឡាករទាំង3រកអត់ទាន់ឃើញមុខទេបាទឃើញថានៅក្នុង D-Line Arena ដែលរៀបចំដោយទូទស្សន៍បយ័នព័ត៌មានហើយមានបញ្ចប់ធំស្រាប់ពីកម្ពុជាថ្ងៃនេះពិតជាធ្វើឲ្យបងប្អូនទស្សនិកជនដែរស្នេហាវិស័យប្រដាល់បានជាក់ច្បាស់ឃើញច្បាស់ពីកីឡាករលេខ1នៃប្រទេសថៃគឺពូខៅថ្ងៃនេះហើយបាទចាំមើលកន្លែងនេះបាទចុងក្រោយនេះពូខៅធ្វើម៉េចដាក់ Avison អត់ទេបាទ Avison ញឹមដាក់ថ្វាយបង្គំគ្រូល្អិតល្អន់ណាស់សម្រាប់ពូខៅជន់កន្លែងបាទបង្គោលខៀវ Avison អាយ៉ាបញ្ជាក់ពីសក្តានុពលភាពរបស់ខ្លួនអាចបដួលបង្គោលខៀវបានពេលមកទៀតពូខៅបាទនេះគឺជាក្បាច់ថ្វាយបង្គំគ្រូរបស់ពូខៅខ្លាំងមែនទែនបាទមើលទៅអ៊ីវីសុនដូចជាស្រាលបាទមើលទៅបានប៊ូខៅមើលទៅដូចស៊ីផុយបាទដកព្រួយឡើយមើលទៅអត់ទេចាំមើលបន្តិចទៀតលោកនេះដកព្រួយមែនលោកបាទបាញ់ឲ្យកិច្ចផុតអេវីសិនអត់ឲ្យបាញ់ត្រូវទេឲ្យបាញ់ម្ដងទៀតអូហូកីឡាករបួកានេះក៏ជាមោទនភាពមួយផងដែរដែលយើងមានកីឡាករបរទេសនិងស្រឡាញ់ចូលចិត្តនៅក្បាច់គុនបុរាណខ្មែរដែលជាសម្បត្តិវប្បធម៌របស់ខ្មែរយើងពិតៗបាទគឺថាចង់ស្រឡាញ់កីឡាករបរទេសស្រឡាញ់ការក្បាច់គុនបុរាណខ្មែរពេលក៏សុខចិត្តហាត់បាទគឺដើម្បីធ្វើយ៉ាងណាឲ្យប្រកួតឲ្យបានខ្លាំងដូចជាកីឡាកររបស់កម្ពុជាយើងបាទដូច្នេះគឺថ្ងៃនេះគឺបាច់គុនបុរាណខ្មែររបស់យើងត្រូវបានកីឡាករបរទេសដូចជាកីឡាករនៃប្រជាជាតិថៃក៏ដូចជាអូស្ត្រាលីប្រេស៊ីលគឺបានបង្ហាញបាច់គុនបុរាណខ្មែរនៅទឹកដីរបស់កម្ពុជារបស់យើងហើយបាទចាំមើលកីឡាករប៊ូខាវបាទធ្លាប់តែល្បីថាខ្លាំងនៅព្រះរាជាណាចក្រថៃក៏ដូចជុំជុំវិញពិភពលោកធ្លាប់ទៅអស់ហើយជប៉ុនកូរ៉េអីបាទឥឡូវនេះមកដល់ទឹកដីកម្ពុជាហើយបាទជាលើកទី1សម្រាប់កីឡាករប៊ូខាវបាទអញ្ញាកណ្ដាលនៅក្នុងការប្រកួតគូពិសេសទី3នេះគឺលោកយឹមសុខុមណាកណ្ដាលរូបនេះគឺកាចណាស់បាទគឺសមនឹងការប្រកួតគូនេះហើយចក្រមត្រៀមប្រុងព្រៀបប្រកួតគូអន្តរជាតិទី3ទឹកទី1 round 1បាទសូមអញ្ជើញទស្សនាការប្រកួតគូអន្តរជាតិទី3ទឹកទី1អីមិនទេពូខៅចូលមកដល់ធ្លាក់អេវីសិនមកជើងកណ្ដាលតាមទ្រូងក្នុងមិនហ្នឹងអេវីសិនខំហើយទឹកទី1សោះហេតុអីបាទសូមអញ្ជើញទស្សនាបាទកុំមកថាសឹងតែមិនព្រិចភ្នែកទេបាទក៏ទាំងពីរនេះអូស្ត្រាលីជាមួយនឹងថៃវិញស្ដាំពើខៅមិនហើយកំពុះកំពនេះគឺល្អណាស់ប្រហែលគ្នាបាទជង្គង់តបឆ្វេងដួលខ្លួនឯងអេវីសិនបាទបាទទាត់ស្ដាំពីអេវីសិនអរគុណដល់ស្រាបៀរកម្ពុជាជាស្រាបៀរដំបងគេបង្អស់ដែលបានវិនិយោគ 100% ដល់ប្រជាជនកម្ពុជាស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិពិសាគ្រឿងសង្វឹងសូមកំបាក់បទាត់ស្ដាំពីអេវីសិន
បូខាវចលោតឆ្វេងអេប៊ីសិនបូខាវជង្គង់ហោះមួយជើងមួយជង្គង់បាទនេះគឺជាការប្រកួតលើកទី301សម្រាប់បូខាវលើកទី51សម្រាប់អេប៊ីសិនឆ្វេងពីបូខាវចាប់ជើងជាប់ទាត់ឆ្វេងមួយជើងបូខាវឆ្វេងស្ដាំចាប់ជើងជាប់ពីអេប៊ីសិនវិញទាត់ជើងក្រោមល្អណាស់បាទបង្គោលខៀវអេប៊ីសិនអូស្ត្រាលីស្រឡាញ់ក្បាច់គុណបុរាណខ្មែរត្រូវតែហាត់បាទមិនវាយជាមួយបូខាវបើបានឈ្នះបូខាវទៅកាន់តែល្អបាទបាទមើលទៅចម្លាក់ប្រកួតរបស់កីឡាករប៊ូខាវមើលទៅម៉ត់ចត់ណាបាទម៉ត់ចត់បាទហើយអូស្ត្រាលីក៏ដូចគ្នាដែររៀនក្បាច់គុណបុរាណខ្មែរចេះបានដូចគ្នាបាទកន្លងមកគឺធ្លាប់ឃើញអ្នកខ្លាំងជាជនជាតិថៃធ្លាប់មកវាយនៅកម្ពុជាច្រើនហើយក៏ប៉ុន្តែអត់ដែលឃើញបូខាវទេបាទដូចជាកីឡាករថងពងចេស្តាគឺធ្លាប់មកប្រកួតនៅកម្ពុជាយើង 3-4 លើកហើយតែចុងក្រោយនោះគឺចាញ់កែរំចង់នៅសង្វៀនបឹងស្នោរបស់អគ្គនាយកដ្ឋានប្រជុំនៅទូទួលបាយ័នបាទឆ្វេងអេសិនមកយកទាត់មួយជើងស្ដាំនេះមកមួយជើងរបស់បូខាវផុតក្បាលអេប៊ីសិនទៀតអេប៊ីសិន1ម៉ែត្រ8ទៅហើយចាប់ទឹកទី1បូខាវទាត់សងបាទឃើញថាការប្រកួតទឹកទី2នេះលឿនហើយអេប៊ីសិនក៏ចង់ឈ្នះបូខាវលេខ1នៃប្រជាជាតិថៃដែរហើយរុញផ្ដួលមួយបាទប៊ូខាវអត់ថែមទេបាទបន្តការប្រកួតដ៏ជួយចិត្តអារម្មណ៍នេះនាំមកជូនលោកអ្នកដល់ស្រាបៀរកម្ពុជាជាស្រាបៀរជាតិដំបូងគេបង្អស់ដែលបានវិនិយោគ 100% ដោយប្រជាជនកម្ពុជាស្រាបៀរកម្ពុជាជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិត្រូវបានផលិតឡើងដោយប្រជាជនកម្ពុជាបាទស្រាបៀរកម្ពុជាជាមុខគេទាំងគុណភាពនិងរសជាតិស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិអញ្ចឹងមកហើយប៊ូខាវទៅគ្រប់ទៅលើកីឡាករអេវីសុនតែអត់អីទេបាទអត់បញ្ហាបាទយ៉ាងណាយុទ្ធសង្គមបន្តការប្រកួតជាបន្តទៀតស្វាគមន៍គ្នាមួយទៀតសូមអរគុណផងដែរទៅដល់ស៊ីម៉ង់អូតបាទស៊ីម៉ង់អូតជាក្រុមហ៊ុនស៊ីម៉ង់ដែលមានកម្មវិធីប្រកួតសុទ្ធពិសេសគឺមហារង្វាន់ពីស៊ីម៉ង់អូតឆ្វេងស្ដាំមួយរបស់អេវ៉ាសុនលឿនប៊ូខាវសងសំឆ្វេងវិញសងរុចទៅមួយទៀតស្ដាំឆ្វេងថៃមួយទៀតសុកចូលយកអត់ទេបាទអេវ៉ាសុនបិទឃុំជាប់អេវ៉ាសុនមុខនឹងក្រហមហើយបាទសាច់សផងមួយជើងឆ្វេងសងដូចគ្នាប៊ូខាវឆ្វេងអេវ៉ាសុនស្ដាំប៊ូខាវឆ្វេងអូហូយបាទចំពោះទឹកតែម្ដងសម្រាប់អេវ៉ាសុនប៉ុន្តែអត់បញ្ហាអេវ៉ាសុនប្រឹងប្រែងអោបឡើងជង្គង់ឆ្វេងស្ដាំអាយ៉ាថ្ងៃនេះប៊ូខាវជួបជាមួយនឹងគូប្រកួតដ៏គួរជក់ចិត្តអារម្មណ៍ផងដែរទោះបីអេវ៉ាសុនទើបតែប្រកួតជាង30ដងទេប៉ុន្តែអាចទប់ទល់ជាមួយនឹងប៊ូខាវបានចំនួនមួយទឹកហើយនេះជាទឹកទី2តើអាចប៊ូខាវបដូរបានទេប៊ូខាវមួយជើងអូយសាកដាំទ្រូងរបស់អេវ៉ាសុនសង្ស័យទៀតរត់លុបអស់ហើយបាទបាច់គុណបុរាណខ្មែរយ៉ាងដូចនេះហើយបាត់គួរឲ្យបរទេសចង់រៀនចង់ហាត់តាមចង់ប្រកួតជាមួយខ្មែរទាត់ជើងឆ្វេងរបស់ប៊ូខាវចាប់ជើងគាត់ទាត់ឆ្វេងមួយទៀតជង្គង់ហោះស្ដាំមួយបាទអេវ៉ាសុននេះមើលប្រឹងប្រែងមែនតើមិនប្រឹងប្រែងទេមកដួលបាត់ហើយប៊ូខាវបង្គោលក្រហមទាត់ជើងមួយចាប់ជើងចូលមកជើងស្ដាំរបស់ប៊ូខាវជើងឆ្វេងដល់កញ្ចឹងករបស់អេវ៉ាសុនអាយ៉ាអេវ៉ាសុនកំពុង1ម៉ែត្រ78ហើយប៊ូខាវទាត់តទៀតធាក់ជើងឆ្វេងចាប់តាមទ្រូងអេវ៉ាសុនមួយធាក់មួយទៀតចាប់ជើងជាប់ទាត់សងអាយ៉ាទាត់ឆ្វេងរបស់អេវ៉ាសុនថយសុកស្ដាំខាឆ្វេងមួយទៀតចូលល្អណាស់ប៊ូខាវកែងឆ្វេងចូលល្អណាស់អោបគ្នាមួយរុញបដូរទាំងពីរអូយចាប់ទឹកទី2ល្មមជាងទី1នេះទៀតបាទសូមអរគុណគូអន្តរជាតិទី3ទឹកទី3 round 3បាទទឹកទី3ហើយសម្រាប់គូអន្តរជាតិទី3នេះប៊ូខាវបង្គោលក្រហមបង្គោលខៀវអេវីសិនមកពីអូស្ត្រាលីបាទ
សូមកុំភ្លេចថ្ងៃស្អែកនេះតន្ត្រីទេសចរស្រាបៀរកម្ពុជាធ្វើដំណើរទៅដល់ខេត្តក្រចេះហើយកុំភ្លេចចូលរួមទស្សនាបានច្រើនកកហើយសូមអញ្ជើញទស្សនាការប្រកួតបាទពុកតែជួបចិត្តដល់អារម្មណ៍នេះវិញឆ្វេងរបស់ Evison បាទស្វែងស្ដាំពីកីឡាករបាទប៊ូខាឥឡូវនេះ Evison ចង់វិលបាទប៊ូខាដេញតាមជង្គង់ស្ដាំហោះឆ្វេងស្ដាំម៉ាត់ឯឡើយនេះគឺបាទវាយមើលមិនដល់រប់មិនវាយទេ 1 2 មិនដល់ដៃទេអមាញ់នេះសម្រាប់ប៊ូខា5 6 7 8 ទៅរួចអត់កវីក្បាលហើយ 10 បាទប៊ូខាអត់សុខចិត្តទេអត់ចង់ប្រកួតយូរជាងនេះហេតុអីក៏ឆាប់ចុះចាញ់យ៉ាងនេះ បាទឃើញថា Evison ងើបអត់ចង់រួចទេបាទហើយ បាទកន្លែងនេះគឺសម្រុកគ្រប់យកតែម្ដងសម្រាប់ប៊ូខាវជង្គង់ផងកណ្ដាប់ដៃឆ្វេងស្ដាំវត្តមានដំបងរបស់ប៊ូខាវនៅព្រះរាជាណាចក្រកម្ពុជាលើទឹកដីនៃកំណើតក្បាច់គុនបុរាណខ្មែរគឺប៊ូខាវបានទទួលជ័យជំនះ ទូទី3របស់យើងត្រូវបានបញ្ចប់ទៅហើយដោយលទ្ធផលគឺថាត្រូវបានជ័យជំនះទៅលើកីឡាករប៊ូខាវដែលមកពីប្រជាណាចក្រថៃឡង់បាទហើយក៏សូមកីឡាករទាំងអស់បាទត្រៀមទាំងកីឡាករដែលមិនទាន់ធ្វើការប្រកួត កីឡាករប៊ូខាវបង្គោលខៀវទទួលជ័យជំនះលើកីឡាករបង្គោលក្រហមដោយកីឡាករបង្គោលក្រហម ប៊ូខាវ សន្លប់ please wait នៅ here ក្នុងទឹកទី3 បាទសូមអរគុណហើយក៏សូមឆ្លៀតយកឱកាសនេះសូមអញ្ជើញកីឡាកររបស់យើងទាំង8រូបឡើងមកកាន់សង្វៀនប្រកួតបាទសូមអញ្ជើញទាំង8រូបបាទ ប៊ូខាវកីឡាករដែលជាចាក់ថៃឡង់ទៅបានជ័យជំនះហើយ Once again ladies and gentlemen please welcome to the Bukhao បាទសូមអញ្ជើញកីឡាកររបស់យើងទាំងអស់បានឡើងមកកាន់សង្វៀនប្រកួតដើម្បីទទួលនៅប្រាក់ឧបត្ថម្ភពីសំណាក់សម្ដេចអគ្គមហាសេនាបតីរាជាហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជា